បាទកសូមគោរពជំរាបសួរដល់បងប្អូនទាំងគ្នាដែលជាអតិថិជនរបស់ Smart Robo Shopee Care ទាំងចាស់ទាំងថ្មីទាំងគ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការ testing នៅប្រភេទ drone i1 Pro មួយនិយាយរួមប្រភេទ drone នេះទើបតែមក stock របស់យើងអាចនិយាយថាដាច់ stock ម្ដងហើយឥឡូវយើងទើបតែចូល stock ហើយយើងនឹងធ្វើ test ជូនដល់បងប្អូនម្នាក់ដែលគាត់បានជាវនៃ drone នេះបាទហើយសម្រាប់ drone នេះតម្លៃវា$25តែប៉ុណ្ណោះបងប្អូនទាំងគ្នាបាទឈុតថ្ម2ហើយយើង free delivery ជូនទៀតណាយើង free delivery ជូនទៀតហើយជាធម្មតាមុននឹងយើងដាក់ជូនដល់បងប្អូនទាំងគ្នាទោះបីក្នុងភ្នំពេញក៏ដោយនៅខេត្តក៏ដោយគឺយើងតែងតែធ្វើការ testing ជូនដល់បងប្អូនទាំងអស់គ្នាបាទដើម្បីធានាបានថាអីវ៉ាន់ដែលចេញពីហាងរបស់យើងទៅគឺដំណើរការល្អហើយបងប្អូនទាំងអស់គ្នាដល់ដៃរបស់បងប្អូនគឺអាចប្រើប្រាស់បានតែម្ដងបាទហើយក៏សូមគ្រប់ស្នើសុំដែរសម្រាប់ការលេង drone គ្រប់ប្រភេទគឺត្រូវលេង drone ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរអត់មានម្ចាស់ហាងណាមកទទួលខុសត្រូវធានានៅ drone ជាមួយបងប្អូនទាំងគ្នាទេបងប្អូនលេងយូរឬលេងឆាប់គឺអាស្រ័យទៅលើបងប្អូនទាំងគ្នាបាទហើយមានភ្ញៀវរបស់យើងផ្សេងទៀតគាត់សួរថាបងតើ drone នឹងអាចធានាឲ្យខ្ញុំបានទេថាលេងបាន1ខែ2ខែ3ខែឬកន្លះឆ្នាំអីខ្ញុំចម្លើយរបស់ខ្ញុំគឺបានជំរាបជូនខាងដើមហើយគ្មានម្ចាស់ហាងមកធានាជូនដល់បងប្អូនទាំងអស់គ្នាទេអ្វីដែលខ្ញុំធានាជូនដល់បងប្អូនទាំងគ្នាទី1គឺ drone របស់ខ្ញុំគឺថ្មីទី2គឺដល់ដៃរបស់បងប្អូនទាំងគ្នាគឺបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់បានហើយបើសួរថាប្រើបានយូរប៉ុណ្ណាថ្មកាន់បានប៉ុណ្ណាអានឹងខ្ញុំអត់ហ៊ានធានាទេបងប្អូនទាំងគ្នាបាទហ្នឹងគឺខ្ញុំនិយាយដោយភាពស្មោះត្រង់ជាមួយបងប្អូនទាំងគ្នាតែម្ដងហើយបងប្អូនទាំងគ្នាក៏ដឹងដែរថា drone ដែលមានតម្លៃប៉ុណ្ណឹងគុណភាពប៉ុណ្ណានោះប្រកបណាស់គឺបងប្អូនទាំងគ្នាមិនបាច់ខ្ញុំប្រាប់ក៏បងប្អូនទាំងគ្នាអាចនឹងជ្រាបខ្លះៗដែរបាទអូខេអញ្ចឹងយើងនឹងធ្វើការ testing drone នេះជូនដល់បងប្អូនម្នាក់ដែលគាត់បានកម្មង់យើងកាលពីព្រឹកមិញបងប្អូនបាទអូខេតោះឥឡូវយើងនឹងធ្វើការបើកប្រអប់នៃ drone នេះបងប្អូនដើម្បីធ្វើការ testing បាទបើកមកគឺបងប្អូនទទួលបានថ្មនេះមកគ្រាប់បន្ថែមទៀតថ្មនេះគឺទំហំ 3.7 វ៉ុល 1800 មីលីអាម៉ោងហើយយើងលេងបានប្រហែលទង់6-7នាទីអីចឹងច្រើនអាហ្នឹងគឺ testing អស់ហើយបានប៉ុណ្ណឹងហើយថ្មមួយទៀតនៅក្នុង drone បងប្អូនគ្នាថ្មមួយទៀតនៅក្នុង drone បាទហើយមុនលេងគឺស្នើសុំឲ្យបងប្អូនគ្នាសាកថ្មសិនបាទសាកថ្មសិនចាំលេងចាំប្រើប្រាស់ហើយយើងនឹងមានគ្រឿង accessory របស់វាមួយចំនួនទៀតដូចជាខ្សែសាកស្លាបស្គួរចំនួន4ស្លាបទូលវីហើយនឹងទូលវីសម្រាប់ដោះស្លាប drone ផងដែរបាទយើងមានប្រដាប់ដាក់ទូរស័ព្ទដៃបាទនេះ tele របស់យើងគឺ tele គឺខ្ញុំដាក់ថ្ម tele ជូនបងប្អូនអរគ្នាតែម្ដងដើម្បីធ្វើការ testing ហើយក៏ចង់ជំរាបជូនចេះសម្រាប់ថ្ម tele នេះណាបងប្អូនគ្នាអាចប្រើ2-3ដងហើយអស់ថ្មយើងក៏បត់ចោលទៅបាទយើងទិញអាថ្មណាដែលមានគុណភាពខ្ពស់មកគុណភាពល្អមកអាចលេងបានយូរថ្មសម្រាប់ថ្ម tele ណាបាទយើងគ្រាន់តែអាចថែមថ្ម tele ជូនដល់ប៉ុណ្ណឹងជូនដល់បងប្អូនគ្នាដើម្បីធ្វើការ testing បាទលេងជាបឋមបាទក្រៅពីហ្នឹងគឺសភៅណែនាំបងប្អូនគ្នាយើងអានសភៅណែនាំសិនចាំប្រើប្រាស់វាក៏បានយើងបើក drone មុនសិនបាទ drone របស់យើងគឺរូបរាងស្រស់ស្អាតមែនទែនហើយ colorful មែនទែនមានថាពណ៌របស់វាគឺស្រស់ស្អាតហើយភ្លើង LED តាមដៃរបស់វាហ្នឹងគឺយើងអាចសេរីបិទចុះបាត់បើកបានតាម tele remote control បាទឥឡូវយើងដាក់ drone យើងនៅលើដីអញ្ចឹងសិនមកយើងរុញដៃខាងឆ្វេងទៅលើមួយមកក្រោមមួយ tele និង drone គឺស្គាល់គ្នាយើង reset បន្តិចមកបាទការ reset នេះគឺយើងអាចនិយាយបានថាការធ្វើ calibration ឲ្យ drone វាស្គាល់ទីតាំងលំសាសឬក៏យើងអាចនិយាយបានថាឲ្យ drone វាដំណើរការបានស្រួលបាទយើង reset ចឹងមក 3-4 ដងចឹងមកបាទបច្ឆេះយើងរុញទៅលើឆាបាទទាញមកក្រោមគឺបលុតអូខេឥឡូវខ្ញុំនឹងធ្វើការបង្ហោះ test ជូនដល់បងប្អូនអរគ្នាតែម្ដង